គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននេះបងប្អូនស្គាល់នេះជាប្រភេទដើមអីគេអត់នេះបងប្អូនខ្លះប្រហែលជាធ្លាប់ឃើញបងប្អូនទាំងអស់គ្នាវាដុះនៅតាមផ្លូវដុះចោលឲ្យក្លិនវារៀងធំរៀងស្អុយធំរបៀបស្លឹកចង្ហិតទេបងប្អូនទាំងអស់គ្នាអានេះបងប្អូនទាំងអស់គ្នាសាបតាពាំងយើងយកវាទៅស្លជាមួយតាពាំងឆ្ងាញ់ណាស់បងប្អូនអើយទួយខ្ចីចេះអូយអែមមែនតើបងប្អូននេះហើយត្រូវធ្លាក់ភ្លៀងហើយចង់វាដុះនិយាយទៅអាប្រភេទដើមហ្នឹងវាដុះគ្រប់តែកន្លែងបងប្អូនទាំងអស់គ្នាឲ្យតែធ្លាក់ភ្លៀងមកមេមកកន្លែងណាឆ្លាស់ហ្នឹងដុះហើយសាបតាពាំងឆ្ងាញ់ឡើងទុនមួយអត់មានពេលយើងសាបតាពាំងវាមានធំក្លិនទេបងប្អូនរសជាតិវាឆ្ងាញ់ហ្មងបងប្អូនទាំងអស់គ្នាហើយនេះសាប៊ូ chlorophyll បងប្អូនទាំងអស់គ្នានៅក្នុងប្រភេទស្លឹកពណ៌បៃតងហ្នឹងជំនួយសុខភាពបងប្អូនហើយធម្មជាតិពិត 100% ហ្មងបងប្អូននេះបងប្អូននេះអាចហូបបានណាស្លឹកហ្នឹងបងប្អូនទាំងអស់គ្នាគេហៅសណ្តែកខ្មោចជាប្រភេទដើមរុក្ខជាតិដែលដុះមិនបាច់ដាំបងប្អូនដើមហ្នឹងតែភ្លៀងមកធ្លាក់វាដុះហើយបងប្អូនឃើញអត់នេះអូ